ដល់គ្នាដឹងហ្នឹងថានៅមុខខ្ញុំនេះជាអីគេអានេះគេហៅថាស្រោអូឬក៏ស្រោដីមូលបើសិនជាអ្នកទាំងអស់គ្នាដែលមានអាការៈដែលថាចូលចិត្តក្លិនប្រហើមអ្នកទាំងអស់គ្នាអាចតាមអានេះបានណាអានេះជួយនឹងផ្លូវដង្ហើមទៀតបើយើងនិយាយទៅវាស្តីនឹងក្លិនប្រេងខ្យល់ដែរប៉ុន្តែវាប្រហើមជាងប្រេងខ្យល់បន្តិចអានេះគុណសម្បត្តិវាគឺល្អមែនតើគឺអ្នកខ្លះគេហៅថាស្រោអូអ្នកខ្លះហៅថាស្រោដីមូលសម្រាប់ក្លិនរបស់វាគឺប្រហើឈ្ងុយរបៀបដូចប្រេងកាឡាប្រេងខ្យល់អញ្ចឹងហើយបើសិនជាយើងតាមនៅចិត្តបន្ទប់ឬមួយក៏នៅកន្លែងធ្វើការឬមួយក៏នៅចិត្តប្រអួចអីពេលល្ងាចឡើងវាប្រហើក្លិនទៀតផងអញ្ចឹងបងប្អូនទាំងអស់គ្នាមានបំណងចង់បានប្រភេទរុក្ខជាតិដែលមានក្លិនប្រហើខ្ញុំសូមណែនាំប្រភេទខ្យល់ដេញមុខតែខ្យល់នេះស្រោដេញមុខដោយសារអ្នក review កន្លងមករយៈនេះដូចមានបញ្ហាអញ្ចឹងនិយាយយើងអត់សូវច្បាស់ណាអញ្ចឹងកុំភ្លេចអ្នកទាំងអស់គ្នាអាចបើតាក់ទងជាមួយនឹងខាងសួនបានយើងមានការរីកចម្រើនជូនជាមួយនឹងប្រភេទរុក្ខជាតិផ្សេងៗក៏ដូចជារុក្ខជាតិដែលគួរផ្សេងៗអរគុណ